រឿងព្រេងនិទានដែលទាក់ទងនឹងដើមកំណើតនៃឈ្មោះទីក្រុងភ្នំពេញគឺជាសាច់រឿងដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរដែលទាក់ទងនឹងជំនឿនិងការកកើតរាជធានីខាងក្រៅនេះគឺជាសេចក្តីសង្ខេបនៃរឿងយាយពេញកាលពីដើមឡើយតំបន់ភ្នំពេញបច្ចុប្បន្នគឺជាតំបន់ទំនាបដែលជន់លិចដោយទឹកទន្លេនៅរដូវវស្សាក្នុងឆ្នាំ1372មានស្ត្រីមេម៉ាយម្នាក់មានទ្រព្យសម្បត្តិស្តុកស្តម្ភឈ្មោះថាដូនពេញផ្ទះរបស់គាត់ស្ថិតនៅក្បែរមាត់ទន្លេចតុមុខថ្ងៃមួយនៅពេលដែលមានទឹកជំនន់ធំដូនពេញបានឃើញដើមគគៀមួយដើមអណ្ដែតមកទើបក្បែរកំពង់ទឹកមុខផ្ទះរបស់គាត់ដោយសារចង់បានឈើគាត់ក៏ហៅអ្នកជិតខាងឲ្យមកជួយស្រង់ដើមគគៀនោះនៅពេលដែលលាងសម្អាតភក់ជីនគាត់ក៏បានឃើញប្រហោងខាងដើមឈើនោះមានតម្កល់នៅព្រះពុទ្ធរូប4អង្គធ្វើពីសំរិទ្ធរូបបដិមាអ្នកតាមួយអង្គធ្វើពីថ្មមានលក្ខណៈជាអ្នកសុំសៀលដោយសេចក្តីជ្រះថ្លាដូនពេញយល់ថាការដែលព្រះពុទ្ធរូបអណ្ដែតមកដល់ទីនេះគឺជាប្រពន្ធល្អគាត់ក៏បានគៀកអ្នកស្រុកឲ្យជួយគ្នាជញ្ជូនដីមកចាក់លើកជាភ្នំតូចមួយនៅខាងក្រោយផ្ទះរបស់គាត់ដើម្បីកុំឲ្យទឹកជំនន់លិចព្រះពុទ្ធរូបគាត់បានសាងសង់ខ្ទមតូចមួយនៅលើកំពូលភ្នំនោះដើម្បីតម្កល់រូបបដិមាទាំងនោះក្រោយមកខ្ទមនោះក៏បានក្លាយជាវត្តអារាមដែលយើងស្គាល់សពថ្ងៃថាវត្តភ្នំដូនពេញអ្នកស្រុកបាននាំគ្នាហៅទីកន្លែងនោះថាភ្នំដូនពេញដើម្បីជាការដឹងគុណដល់គាត់យូរទៅឈ្មោះនេះត្រូវបានហៅកាត់ឲ្យខ្លីមកត្រឹមភ្នំពេញរហូតមកដល់សព្វថ្ងៃចំពោះរូបបដិមាអ្នកតាដែលរកឃើញជាមួយព្រះពុទ្ធរូបនោះដូនពេញបានយកទៅតម្កល់នៅជើងភ្នំខាងកើតដែលសព្វថ្ងៃគេស្គាល់ថាអ្នកតាព្រះចៅអ្នកស្រុកតែងតែទៅបន់ស្រន់សុំសេចក្តីសុខនៅទីនោះយ៉ាងពូកែស័ក្តិសិទ្ធិក្រោយមកទៀតក្នុងរជ្ជកាលព្រះបាទពញាយ៉ាតទ្រង់បានសម្រេចចិត្តបោះបង់ចោលក្រុងអង្គរហើយមកសាងសង់រាជធានីថ្មីនៅតំបន់ចតុមុខនេះដោយសារវាមានភូមិសាស្ត្រល្អសម្រាប់កសិកម្មនិងពាណិជ្ជកម្មតាមផ្លូវទឹក